ទេជាវីគ្រាន់តែជាការស្រមើស្រមៃរបស់អ្នកប៉ុណ្ណោះបាទទេវាមានអារម្មណ៍ស្រួលណាស់តើអ្វីទៅជាមូលហេតុនៃសកម្មភាពរបស់ចេញយ៉ាងស្ថានភាពរាងកាយរបស់មនុស្សគ្រប់រូបគឺខុសគ្នាសៀវវៃមានរោគសញ្ញានៃការថប់បារម្ភដូច្នេះវាងាយនឹងប្រតិកម្មខ្លាំងជាងក្នុងការព្យាបាលយ៉ាងថៃសៀវវៃខ្សែត្បូងធ្មេញនេះជារបស់ពិសេសរបស់ខ្ញុំវាត្រូវបានផ្ដល់ឲ្យអ្នកដោយនិកាយឲ្យខ្សែត្បូងមានតម្លៃ10លានសូមឲ្យខ្ញុំទេនេះថ្លៃពេកអ្នកណាប្រាប់អ្នកឲ្យធ្វើជាសង្សារខ្ញុំរំខានណាស់ប៉ុន្តែអរគុណចេញយ៉ាងភ្ញៀវគិតយូរទាំងអស់សូមបន្តខាងក្រោមនេះនឹងជាការដេញថ្លៃមួយក្នុងចំណោមបំណែកពិតប្រាកដចុងក្រោយ100សន្តាគារនៃឆ្នាំនោះបានព្យាបាលកង្វះយ៉ាងរបស់បុរសការដេញថ្លៃចាប់ផ្ដើម10លានក្នុងមួយលើកការកើនឡើងតម្លៃមិនត្រូវតិចជាង100ទេ10,000ការដេញថ្លៃចាប់ផ្ដើមហើយ10លាន15លាន28លាន50លាន50លានចេញយ៉ាងនេះជាជីតារបស់ខ្ញុំសូមជួយសង្គ្រោះជីវិតខ្ញុំផងមែនហើយវាចាំបាច់ណាស់ពូចូលយើងស្ដាប់ឆេនយ៉ាងជាមុនសិន75លាន80លានសាកសពនេះត្រូវបានប្រមូលផលពីជម្រៅនៃភ្នំឆេងបេវាជាកន្លែងដែលកម្រមានមនុស្សទៅទស្សនាណាស់បន្ទាប់ពីពិគ្រោះយោបល់ជាមួយអូស្ការេជាន់ខ្ពស់3នាក់ការកំណត់អត្តសញ្ញាណដូចគ្នាបញ្ជាក់ថាវាមានអាយុជាង100ឆ្នាំពិតប្រាកដការប្រមូលផលស្លឹកស្រាពង្រឹងគ្រឹះនិងចិញ្ចឹមរាងកាយយានជាឱសថដ៏ឧត្តមសម្រាប់ពន្យាអាយុជីវិតថ្លៃសេវាតើការដាក់សញ្ញាសម្គាល់មានតម្លៃប៉ុន្មាន80លានជាលើកដំបូង81តើអ្នកពិតជាផ្ដល់ជូន100លានមែនទេចេញយ៉ាងនេះតើការដំឡើងថ្លៃនេះមិនមែនជារឿងហួសហេតុពេកទេការកើនឡើងតម្លៃរាប់សិបឬរាប់រយដុល្លារដោយទាញយកប្រយោជន៍ពីប្រសិនបើអ្នកមិនអាចទុកអ្នកដែលចាប់អារម្មណ៍ពិតប្រាកដបានទេគ្រាន់តែដំឡើងថ្លៃការឈានដល់1លាននឹងធ្វើឲ្យវាហាក់ដូចជាយើងពោពេញដោយទំនុកចិត្តហើយអាចយើងបដិញ្ញាចិត្តថានឹងឈ្នះជាការពិតនេះអាចធ្វើឲ្យពួកគេខឹងវាក៏អាចបណ្ដេញព្យុះទីហ្វុងរបស់ពួកគេផងដែរសូមតម្លៃខ្ពស់មួយផងលោកគ្រូឆេនរុកជាតិស្លឹកទំពាំងបាយជូរនេះយិនសិនព្រះអាទិត្យក្រហមគឺជាអ្វីមួយដែលអ្នកត្រូវតែទទួលបានតើត្រឹមត្រូវទេគ្រូសាចៅមានអំណាចខ្លាំងជាងគ្រូសាឈីនកម្លាំងតើវាអាចទៅរួចទេដែលយ៉ាវយ៉ងមិនចង់អន្តរាគមន៍ប្រសិនបើអ្នកយ៉ាវចាប់អារម្មណ៍គាត់ក៏អាចសាកល្បងវាបានដែរសាកល្បង100លាន20លាន120លាន100លាន30លានកុំឲ្យគាត់ញុះញង់អ្នកអីគាត់ពួកគេបំពងតម្លៃដោយចេតនាខ្ញុំដឹងប៉ុន្តែនោះជាវិធីរបស់ជីតាដើម្បីខ្ញុំមិនអាចមើលរំលងសម្ភារៈដែលជួយសង្គ្រោះជីវិតបានទេស្ដាប់ឆេនយ៉ាងជាមុនសិន130លានលើកទី1លើកទី2លើកទី3ហើយកិច្ចព្រមព្រៀងត្រូវបានបញ្ចប់ឆេនយ៉ាងណាចៃយ៉ាងសិនមានសារៈសំខាន់ខ្លាំងណាស់ចំពោះជីតារបស់ខ្ញុំទោះបីជាពួកគេលុបជង្គង់ក៏ដោយគ្រួសារមានរបស់ខ្ញុំមិនអាចយកវាបានមែនហើយឆេនយ៉ាងច្បាស់ណាស់ថាយ៉ាវយ៉ងមិញវាច្បាស់ណាស់ថាគ្មាននរណាម្នាក់មានបំណងល្អទេកិច្ចឈ្មោះរបស់ជីនសេងនោះមានកម្រិតទាបជាង100ដងចំណុចលើសពីនេះទៅទៀតក្នុងអំឡុងពេលនៃដំណើរការអភិរក្សខ្យល់ដែលមានភាពបរិបូរណ៍អត្រាការប្រាក់គួរតែសមហេតុផលហើយចំនួនអត្ថបទមាសដែលអាចទទួលបានគឺ5000អ្វីអ្នកដឹងហើយថាយ៉ាវយ៉ងមិញពិតជានឹងធ្វើការផ្ដល់ជូនមួយតើអ្នកកំពុងព្យាយាមធ្វើឲ្យយើងពិបាកមែនទេចៅយ៉ងមីងមិនខ្វះខាតលុយទេទើបតែពេលនេះនៅពេលដែលយិនសិនព្រះអាទិត្យក្រហមត្រូវបានដាក់ដេញថ្លៃខ្ញុំស្មានដូច្នេះព្រោះពួកគេមិនដែលហៅលុយសំបីតែម្ដងពេលនិយាយដល់គាត់ច្បាស់ជាមានសត្វស្លាប់មួយក្បាលដែលមិនដឹងសារតែបែបនេះមែនខ្ញុំនឹងរៀបចំវាដោយផ្ទាល់តម្លៃគឺ100លានគាត់បានប្រារព្ធពិធីនេះដោយក្តីរីករាយយ៉ាងខ្លាំងហើយបានប្រាប់ខ្ញុំថាចៅយ៉ងមីងបានទិញវាក្នុងតម្លៃខ្ពស់គុណភាពនៃតួអង្គនៅតែយឺតយ៉ាវគាត់ស្រែកថាគាត់ល្ងងណាស់ខ្ញុំឃើញហើយគ្មានអ្វីចម្លែកទេដែលអ្នកអនុញ្ញាតខ្ញុំនឹងមិនធ្វើតាមទេចេញយ៉ាងឯងធ្វើឲ្យខ្ញុំខ្លាចស្លាប់ភ្នែករបស់ឯងនោះពិតជាសាហាវខូខើណាស់សំបីតែពីចម្ងាយក៏ដោយតើអ្នកយល់ឃើញ